រឿងនិទានការព្យាយាមគង់បានសម្រេចនៅក្នុងភូមិមួយដាច់ស្រយាលមានក្មេងប្រុសម្នាក់ឈ្មោះវត្តដែលមានក្តីសុបិនចង់ក្លាយជាអ្នកសរសេររឿងល្បីល្បាញប៉ុន្តែគ្រួសាររបស់គាត់ក្រីក្រណាស់មិនមានលទ្ធភាពទិញសៀវភៅផ្ដល់ការអប់រំគ្រប់គ្រាន់ឲ្យគាត់ទេវត្តត្រូវធ្វើការនៅក្នុងស្រែចម្ការជាមួយឪពុកម្ដាយរបស់គាត់ពេញមួយថ្ងៃប៉ុន្តែរាល់យប់នៅពេលគេងគាត់តែងយកក្រដាសក្រៅម្ហូបដែលគ្មានការប្រើប្រាស់មកសរសេររឿងខ្លីដោយប្រើក្រដាសចំហៀងថ្ងៃមួយអ្នកចាស់ម្នាក់នៅក្នុងភូមិបានឃើញការខិតខំរបស់វត្តហើយបានផ្ដល់ឲ្យគាត់នៅសៀវភៅចាស់ចំនួន3ក្បាលវត្តសប្បាយចិត្តយ៉ាងខ្លាំងហើយរាល់យប់គាត់អានសៀវភៅទាំងនោះដោយពន្លឺចង្កៀងប្រេងខ្លាញ់ប៉ុន្តែជំនួសពេលគាត់ចាប់ផ្ដើមសរសេររឿងដាក់កាសែតគាត់ត្រូវបានបដិសេធច្រើនដងអ្នកកែសម្រួលខ្លះថារឿងរបស់គាត់គ្មានតម្លៃខ្លះទៀតថាភាសាមិនសូវអាចទាក់ទាញអ្នកអានបានវត្តអាអន់ចិត្តប៉ុន្តែមិនបានបោះបង់ចោលទេគាត់បន្តសរសេរហើយរាល់ពេលដែលត្រូវបានបដិសេធគាត់ក៏កែសម្រួលរឿងរបស់គាត់ម្ដងទៀតគាត់រៀនពីកំហុសនិងស្វែងយកអនុសាសន៍ពីអ្នកដទៃបន្ទាប់ពីការព្យាយាមជាច្រើនឆ្នាំនិងការបដិសេធជាង100ដងថ្ងៃមួយកាសែតធំមួយបានបោះពុម្ពរឿងខ្លីរបស់វត្តរឿងនោះបានទទួលការឆ្លើយតបយ៉ាងល្អពីអ្នកអានតម្កល់ពីថ្ងៃនោះមកឈ្មោះរបស់វត្តក៏ចាប់ផ្ដើមល្បីគាត់បានបន្តសរសេររឿងនិទានជាច្រើនទៀតហើយចុងក្រោយបានក្លាយជាអ្នកនិពន្ធល្បីល្បាញម្នាក់នៅក្នុងប្រទេសនៅពេលមានអ្នកសួរវត្តពីផ្លូវជោគជ័យរបស់គាត់តែងតែឆ្លើយថាជោគជ័យមិនមែនជាការមិនធ្លាប់ធ្វើខុសឬមិនធ្លាប់ត្រូវគេបដិសេធនោះទេជោគជ័យគឺជាការធ្វើឡើងវិញម្ដងយ៉ាងម៉េចបន្ទាប់ពីរាល់ការបរាជ័យរហូតដល់បានសម្រេចការព្យាយាមគង់បានសម្រេចមិនមែនព្រោះយើងពូកែជាងអ្នកដទៃទេគឺព្រោះយើងមិនបានបោះបង់ចោលនៅពេលដែលអ្នកដទៃបានធ្វើដូច្នោះរឿងនេះបង្រៀនយើងថាក្តីសុបិនធំតែងតែចាប់ផ្ដើមពីការខិតខំតូចហើយជោគជ័យពិតប្រាកដគឺមកពីការតស៊ូភាពអត់ធ្មត់និងសេចក្តីជំនឿលើខ្លួនឯង